សួស្តីប្រិយមិត្តទាំងអស់គ្នាតើអ្នកធ្លាប់ស្រមៃចង់មានរបស់ទឹកដែលអាចបង្កើតមាសប្រាក់ឲ្យយើងចាយមិនចេះអស់ដែរឬទេប៉ុន្តែប្រយ័ត្នណាពេលខ្លះរបស់ទឹកអាចនាំមកនៅរឿងដែលមិននឹកស្មានដល់ថ្ងៃនេះ Channel របស់យើងសូមជូនរឿងនិទានមួយដែលមានចំណងជើងថាឆ្នាំងវេទមន្តចម្លងមាសកាលពីព្រេងនាយនៅក្នុងភូមិដ៏ស្ងប់ស្ងាត់មួយមានបរិសកសិករដ៏ស្មោះត្រង់ម្នាក់ឈ្មោះថាសុកជាមនុស្សឧស្សាហ៍ព្យាយាមប៉ុន្តែជីវភាពរបស់គាត់ក្រីក្រណាស់ថ្ងៃមួយពេលដែលសុកកំពុងដើររកអស់នៅក្នុងព្រៃជ្រៅគាត់ស្រាប់តែប្រទះឃើញវត្ថុចម្លែកមួយកប់នៅក្នុងដីវាគឺជាឆ្នាំងដីបុរាណដែលមានក្បាច់រចនាយ៉ាងស្រស់ស្អាតនិងបញ្ចេញពន្លឺភ្លឺផ្លែតគួរឲ្យចាប់អារម្មណ៍ដោយសេចក្តីឆ្ងល់សុកក៏បានយកឆ្នាំងដីនោះទៅផ្ទះគាត់បានសាកល្បងយកអង្ករមួយគ្រាប់ដាក់ចូលទៅក្នុងឆ្នាំងវ៉ាវរឿងដ៏អស្ចារ្យក៏បានកើតឡើងគ្រាន់តែដាក់អង្ករមួយគ្រាប់ចូលភ្លាមឆ្នាំងនោះក៏បង្កើតអង្ករពេញមកវិញមួយរំពេចសុកដឹងភ្លាមថាវាគឺជាឆ្នាំងវេទមន្តប៉ុន្តែដោយសារតែគាត់ជាមនុស្សចិត្តល្អគាត់មិនបានលាក់ទុកតែម្នាក់ឯងទេគាត់បានប្រើឆ្នាំងនេះបង្កើតអង្ករជាច្រើនដើម្បីចែកជូនដល់អ្នកភូមិដែលខ្វះខាតដោយក្តីមេត្តាអ្នកភូមិទាំងអស់សប្បាយចិត្តនិងគោរពស្រឡាញ់សុកយ៉ាងខ្លាំងប៉ុន្តែនៅភូមិនោះដែរក៏មានសេដ្ឋីកំណាញ់ម្នាក់ឈ្មោះថាសាននិងប្រពន្ធរបស់គាត់ឈ្មោះនាងមុំពួកគេមានទ្រព្យសម្បត្តិច្រើនណាស់ទៅហើយប៉ុន្តែពួកគេនៅតែមិនចេះស្កប់ស្កល់ពេលដែលដឹងថាសុកមានឆ្នាំងទឹកសានកើតចិត្តច្រណែនយ៉ាងខ្លាំងហេតុអ្វីកសិករក្រីក្រដូចវាមានរបស់ទឹករបស់នោះគួរតែជារបស់ខ្ញុំបើខ្ញុំបានវាខ្ញុំនឹងក្លាយជាស្ដេចក្រាញ់ក្នុងនគរនេះយប់ងងឹតឈានចូលមកដល់ខណៈដែលសុកកំពុងលងលក់ក្នុងដំណេកសានបានលួចចូលទៅក្នុងផ្ទះរបស់សុកហើយលួចយកឆ្នាំងវេទមន្តនោះរត់គេចខ្លួនទៅបាត់មកដល់ភូមិគ្រឹះរបស់ខ្លួនវិញសាននិងប្រពន្ធសប្បាយចិត្តរកអ្វីព្រៀបផ្ទឹមពុំបានពួកគេមិនចង់បានអង្គរដូចសុកទេអ្វីដែលពួកគេចង់បានគឺមាសសានបានរៀបចំខ្សែកមាសដ៏ធំមួយដើម្បីដាក់ចូលក្នុងឆ្នាំងដោយសង្ឃឹមថានឹងបានមាសរាប់រយត្រឡប់មកវិញប៉ុន្តែសំណាងអាក្រក់ក៏មកដល់ដោយសារតែអពេកនិងប្រញាប់ប្រញាល់សានមិនបានមើលកន្លែងឈរគាត់ក៏បានជន់លើសម្បកចេកមួយដែលនៅក្បែរនោះប្រាវសានបាត់បង់លំនឹងហើយបានធ្លាក់ចូលទៅក្នុងឆ្នាំងវេទមន្តទាំងខ្លួនតែម្ដងរឿងដែលមិនគួរឲ្យជឿក៏បានកើតឡើងឆ្នាំងចាប់ដើមរង្គោះរង្គើវាមិនបានបង្កើតមាសទេតែវាបានបង្កើតសានទី1ស្ទុះចេញមកសានទី2ក៏ស្ទុះចេញមកសានទី3សានទី4មួយផ្លែតសោះពេញផ្ទះសុទ្ធតែសេដ្ឋីសានពួកគេចាប់ដើមឆ្លោះប្រកែកគ្នាពេញផ្ទះខ្ញុំគឺជាសានពិតទេឯងគឺជាសានคล้ายទេខ្ញុំគឺជាសានពិតខ្ញុំទើបជាម្ចាស់ផ្ទះទេខ្ញុំទើបជាម្ចាស់ផ្ទះទេខ្ញុំគឺជាម្ចាស់ផ្ទះខ្ញុំគឺជាសេដ្ឋីសានទ្រព្យនេះជារបស់ខ្ញុំទេផ្ទះសេដ្ឋីដ៏ស្ងប់ស្ងាត់បានคล้ายទៅជាទីលានប្រយុទ្ធរវាងសាននិងសានរហូតដល់ឆ្នាំងវេទមន្តនោះទ្រាំលែងបានប្រាវដោយសារតែការដណ្ដើមគ្នាខ្លាំងពេកឆ្នាំងវេទមន្តក៏បានធ្លាក់បែកជាចំណែកភ្លាមនោះរូបកាយคล้ายទាំងអស់របស់សានក៏រលាយបាត់ទៅវិញដូចជាផ្សែងបន្សល់ទុកតែសានពិតប្រាកដម្នាក់ឯងអង្គុយនៅកណ្ដាលគំនរបែកបាក់អ្វីដែលគាត់ស្រមៃចង់បានក៏រលាយបាត់អស់គ្មានសល់សុកនិងអ្នកភូមិបានរត់មកដល់ឃើញសានអង្គុយយំដោយភាពអាម៉ាស់សុកមិនបានខឹងឬសើចចំអកឡើយផ្ទុយទៅវិញសុកបានលូកដៃទៅជួយទាញសានឲ្យក្រោបឡើងចុះលោកសេដ្ឋីទ្រព្យសម្បត្តិអាចរកថ្មីបានតែជីវិតមានតែមួយទេសេចក្តីសុខពិតប្រាកដគឺការចេះចែករំលែកមិនមែនការលោភលន់នោះទេចាប់ពីថ្ងៃនោះមកសានបានភ្ញាក់រលឹកនិងកែខ្លួនជាមនុស្សថ្មីគាត់ឈប់កំណាញ់ហើយបានប្រើប្រាស់ទ្រព្យសម្បត្តិរបស់គាត់ដើម្បីជួយដល់អ្នកភូមិរស់នៅជាមួយគ្នាយ៉ាងសុខសាន្តរៀងរហូតមករឿងនិទាននេះចង់ដាស់តឿនយើងទាំងអស់គ្នាថាសេចក្តីលោភលន់នាំមកនៅក្តីវិនាសប៉ុន្តែការចេះចែករំលែកទើបនាំមកនៅក្តីសុខពិតប្រាកដសូមអរគុណចំពោះការទស្សនាបើពេញចិត្តរឿងនេះកុំភ្លេចចុច like និង Subscribe ដើម្បីទទួលបានរឿងនិទានថ្មីបន្តទៀតជួបគ្នានៅវីដេអូក្រោយ